ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកតើអ្វីទៅជាសេដ្ឋកិច្ចសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណតើអ្វីទៅជាសេដ្ឋកិច្ចបើយោងតាមសៀវភៅ Macro សេដ្ឋកិច្ចរបស់លោក Miguel Paquin បោះពុម្ពក្នុងឆ្នាំ2023សេដ្ឋកិច្ចជាវិទ្យាសាស្ត្រសង្គមដែលសិក្សាពីជម្រើសដែលបុគ្គលអាជីវកម្មរដ្ឋាភិបាលនិងសង្គមទាំងមូលលៃលកធនធានកម្រនិងការលើកទឹកចិត្តដែលមានឥទ្ធិពលលើការបង្កើតជម្រើសទាំងនោះដោយឡែកបើយោងតាមសៀវភៅ Principle of Economics របស់លោក Gregory Mankiw បោះពុម្ពក្នុងឆ្នាំ2024សេដ្ឋកិច្ចគឺជាការសិក្សាអំពីរបៀបដែលសង្គមចាត់ចែងធនធានកម្ររបស់ខ្លួនប្រសិនបើយើងមើលសៀវភៅសេដ្ឋកិច្ចរបស់លោក Paul Samuelson បោះពុម្ពក្នុងឆ្នាំ2010វិញសេដ្ឋកិច្ចគឺជាការសិក្សាពីរបៀបដែលសង្គមប្រើប្រាស់ធនធានកម្រដើម្បីផលិតទំនិញនិងសេវាកម្មដ៏មានតម្លៃនិងចែកចាយទៅកាន់បុគ្គលផ្សេងៗទៀតដូចនេះយើងអាចនិយាយបានជារួមថាសេដ្ឋកិច្ចគឺជាការសិក្សាពីរបៀបដែលបុគ្គលគ្រួសារសង្គមចេះលៃលកប្រើប្រាស់នូវធនធានដែលមានក្នុងការផលិតចេញជាទំនិញនិងសេវាកម្មផ្សេងៗដើម្បីបំពេញតម្រូវការឥតព្រំដែនរបស់មនុស្សសូមអរគុណអ្នកទាំងអស់គ្នាជួបគ្នាសម្រាប់វីដេអូក្រោយៗទៀត